ដើមព្រីងមួយដើមនេះវាមានពីរមែកអោបគ្នាអាយុកាលវាប្រហែលជា3ឆ្នាំហើយចំណែកនេះគឺកូនព្រីងដែលទៅដាំថ្មីចេះតែដាំណាកុំឲ្យតែនេដៃតែព្រីងនេះប្រហែលជាព្រីងផ្លែធំយ៉ាងកូនព្រីងនេះវាមានពីរដើមមួយដើមទៀតនៅខាងនេះពីរដើមចំណែកខាងនេះដើមក្រូចឆ្មាមានពីរដើមដែរដើមក្រូចឆ្មាខាងនេះមានពីរដើម